នេះយើងមាន Windows 11 series ចាស់21 H2 ហើយយើងចង់បាន series ថ្មី25 H2 series ក្រោយចុងក្រោយនេះយើងមើលយើងមកស្ដាមយើងលើ PC ទៅគឺប្រវិធីឃើញ Windows យើង21 H2 ចឹងយើងទៅ download Windows ថ្មី25 H2 យើងបើកកម្មវិធី browser Google Chrome ហើយយើងវាយពាក្យ Windows Assistant 11ចាំមកលោកទាំងមកមួយយើងចុចលើ download Windows 11 scroll ក្រោមយក scroll ក្រោមបន្តិចយើងឃើញវាដាក់ហើយយើង select download យើង select យក Windows 11មកយក confirm ឈប់នេះយើងយក United States មក English United States confirm យើងយកពាក្យថា 64 bit download ហើយវាកំពុង download វា down 7G.2 down មួយស្ទុះហើយយើងទៅបើកឡើង download នេះ Windows 11 25 H2 ជា strand វាមកដើម្បីយើង install upgrade ពី Windows 11 ចាស់ទៅ Windows 11 ថ្មីតែបងប្អូនមាន Windows 10ក៏អាច upgrade បានដែរប្រាប់នៅតែប្រើ Windows 10 ចង់ upgrade ទៅ 11 យើងអាច download ចឹងហើយយើងយកមក set up ដូច Windows នឹងដែរយើងចូលបើ Windows ដែលយើង extract ហើយហ្នឹងមកយើង double click លើ set up តើមក load ផ្ទាំងមកយើងចុច next វាចាំវាមិនស្ទុះឲ្យវាឆែកនេះវា load ឆែកហើយថា Windows series ថ្មីហ្នឹងវា support មួយកុំព្យូទ័រដែលយើងកំពុងប្រើអញ្ចឹងយើងចុច close ហើយខ្ញុំមាន source នៅក្នុង server របស់ខ្ញុំទៅយើងចូលទៅឡើង search វាយ command prompt វាយយកពាក្យ run as administrator តើមកយើងវាយ command ដើម្បីយើងអាច set up upgrade Windows ថ្មីបានយើង enter មកវាយ command ខ្ញុំមានដាក់នៅក្នុងក្រោម video ហ្នឹងក្រោម link នេះហើយយើងចូលទៅ set up មួយសារទៀតចុច next នេះយើងចុច accept ចាំវាបន្តិចនេះវាពងឆែកថាយើងអាច install Windows ថ្មីបានឬក៏អត់ទេពេលឆែកចប់យើងចុចយក install នេះវាយើង install បាននេះយើង keep personal file ហើយនឹង install Windows 11យើងចុច install ទៅវាដើរពេលវាដើរចប់ start ខ្លួនវាចូល Windows ថ្មីខ្លួនវាយើង install វាចប់បាន Windows 25 H2 សេរីចុងក្រោយ